បាទបងប្អូននេះទស្សនភាពនៅក្នុងប្រាសាទតាព្រំដែលដើមឈើនេះគឺធំមែនទែនដែលគេនិយមថតកុនដែលថាដើមឈើគឺស្រស់ស្អាតមែនតែម្ដងបងប្អូនអើយស្អាតណាស់នេះនិយាយថាពីមកស្អាតមែនទែនបាទដើមឈើនេះគឺដុះនៅលើតួប្រាសាទតែម្ដងគឺរឹសទាំងសងខាងគឺចាក់ពីក្រោមឡើងលើនោះចុងកំពូលគ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាឥឡូវយើងមកដល់ប្រាសាទមួយទៀតហើយប្រាសាទនេះគេហៅថាប្រាសាទតាព្រំនេះនៅក្នុងខាងមុខខ្លោងទ្វារអញ្ចឹងចង់ដឹងថានៅខាងក្នុងនឹងមានអីខ្លះតោះទៅទស្សនាជាមួយខ្ញុំទាំងអស់គ្នាអូខេ let's goចាប់ដើមចូលក្នុងទាំងអស់គ្នាបាទឥឡូវយើងចូលមកដល់ខាងក្នុងហ្នឹងគឺមកដល់ខាងក្នុងមានអារម្មណ៍ថាត្រជាក់ស្រួលតែម្ដងតែថាមានដើមឈើច្រើនបងប្អូនគឺត្រជាក់មែនតើទោះបីក្តៅក៏មានអារម្មណ៍ថាចំហាយត្រជាក់ដែរបាទថ្ងៃនេះបងប្អូនយើងមកទស្សនាច្រើនមែនតើទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិគឺច្រើនមែនតើមានចូលមានចេញឥឡូវយើងមកដល់កន្លែងទៅចូលមែនតើគឺដើរឆ្លងស្ពានឈើនេះដើម្បីចូលទៅដល់ក្នុងប្រាសាទមើលខាងក្រៅតូចទេបងប្អូនតែកុំច្រឡំណាចូលទៅខាងក្នុងបាត់ដឹងថាធំដើមជុំថាយើងមកអីហត់ហ្នឹងតទៅណាទៅមុខទៀតត្រជាក់ប្រាប់តែម្ដងមកឃើញទេចង់បានថាដូចប្រាសាទមិញតែមិញយើងមើលឃើញធំតែពេលនេះមើលក្រៅទូចដល់ពេលចង់ក្នុងមិនតាំងធំបាទនេះទស្សនភាពខាងក្នុងប្រាសាទបងប្អូនគឺធំមែនតើអានេះខ្ញុំមកបែកខាងក្រៅនេះទេយើងមិនបន្តចូលដល់ខាងក្នុងមែនទេតោះយើងបន្តដំណើរទៅខាងក្នុងប្រាសាទបន្តទៀតយើងចូលក្នុងបន្តទៀតទស្សនភាពខាងក្នុងគឺត្រជាក់ស្រស់តែម្ដងជាក់មែនតើបាទបងប្អូននេះទស្សនភាពនៅក្នុងប្រាសាទតាព្រំដែលដើមឈើនេះគឺធំមែនទែនដែលគេនិយមថតកុនដែលថាដើមឈើគឺស្រស់ស្អាតមែនតែម្ដងបងប្អូនអើយស្អាតណាស់នេះ
គឺថាពីមកស្អាតមែនតើដើមត្រាំងបាទនេះគឺដើមត្រាំងដែលដុះនៅលើប្រាសាទតាព្រំបាទគឺគុំមែនតើតែម្ដងគឺទិដ្ឋភាពស្មាននេះគឺស្រស់ស្អាតមែនតើព្រះអង្គនេះបើសិនជាបងប្អូនមកដល់សៀមរាបហើយមិនបានមកទស្សនានឹងពិតជាមិនអស់ចិត្តអស់អារម្មណ៍ទេបងប្អូនហើយដើមឈើធំដុះនៅលើប្រាសាទស្មាននេះគឺវាស្រស់ស្អាតមែនតើនិយាយទៅគឺបើសិនជាមិនបានមកមើលដោយផ្ទាល់ភ្នែកទេគឺមិនអស់ចិត្តទេគឺស្អាតមានពីរទេបងប្អូនអើយប្រាសាទរបស់យើងគឺស្អាតដើមឈើមកបែកមេសាខាអូយត្រជាក់ឡើងរហឹមបាននៅតែមិនអស់ចិត្តពីដើមឈើមួយដើមដែលដុះនៅលើប្រាសាទតាព្រំយើងគឺស្រស់ស្អាតមែនទែនត្រជាក់រហឹមបាទដើមឈើនេះគឺដុះនៅលើតួប្រាសាទតែម្ដងគឺទាំងសងខាងចាក់ពីក្រោមឡើងលើនោះចុងកំពូលបាទដើមឈើដុះលើប្រាសាទពិតជាមិនធម្មតាមែនឬធំមែនតែម្ដងស្ថិតនៅលើតួប្រាសាទតែម្ដងបាទនេះជាទស្សនវិជ្ជានៅខាងក្នុងបងប្អូនអើយស្អាតមែនតែម្ដងសំឡេងសត្វយំឡើងទៅអើងផងនៅខាងលើនោះដើមឈើអូស្អាតមែនតែឥឡូវបងប្អូននាំបងប្អូនមកទស្សនារូបសំណាកដែលមានអាយុកាលយូរអង្វែងមែនតើណាមានទាំងរូបស្អីនេះច្រើនមែនតើនេះមានទាំងដៃនសមានទាំងរូបអីច្រើនមែនតើតាមជញ្ជាំងនៃប្រាសាទនេះខាងនេះទៀតបាទនេះតាំងពីយូរលងណាស់មកហើយបងប្អូនតាំងប្រហែល100ឆ្នាំហើយទេបាទរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទបាទនេះគឺតាមផ្លូវដែលយើងចេញទៅខាងក្រៅវិញគឺជាស្ពានឆ្លងកាត់ទឹកនិយាយថាពីត្រជាក់ស្លហឹមតែម្ដងមែនបើមិនបានមកទស្សនាដោយផ្ទាល់ពិតជាមិនដឹងថាវាស្រស់ស្អាតយ៉ាងណាទេពិតជាស្រស់ស្អាតមែនទែនស្មាននេះហើយនៅតែមានបរទេសមកជាច្រើនទស្សនានៅប្រាសាទតាព្រំច្រើនមែនទែន